លុយ3លាននឹងលោកចែកឲ្យកូនប្រុសទាំងពីរអស់មិនឲ្យហ្វាងសំបីតែមួយកាក់លោកចង់បានស្អីឲ្យប្រកាសជឿមឹងនឹងវៃឈាំងសុទ្ធតែជាកូនប្រុសថ្ងៃក្រោយគេត្រូវលើកមុខមាត់គ្រួសារចែកឲ្យគេច្រើនបន្តិចមានខុសអីលើកមុខមាត់ចុះហ្វាងជាស្អីមិនមែនកូនដែលលោកបង្កើតមកមែនទេហេតុអីបានជាគេមិនបានសំបីតែមួយកាក់កូនប្រុសគេមានសមត្ថភាពថ្ងៃក្រោយគេអាចចិញ្ចឹមខ្ញុំបានហ្វាងគេរៀបការចេញទៅហើយជាមនុស្សផ្ទះគេទៅហើយនឹងហើយបើអញ្ចឹងចាំយើងទៅមើលឲ្យឃើញផ្ទាល់ភ្នែកថាកូនលោកចិញ្ចឹមលោកបែបណាលោកមើលដៃលោកនេះចុះឥឡូវសំបីតែស្លៀកពាក់ក៏មិនរួចផងតើអ្នកណាជាអ្នកថែទាំលោកចង់ទៅក៏ទៅផ្ទះជឿមឹងធំម្លេះខ្ញុំទៅរស់នៅទីនោះមានបញ្ហាអីទៅខ្ញុំជូនលោកទៅដើម្បីឲ្យលោកមើលឲ្យច្បាស់នឹងភ្នែកជឿមឹងកូនមើលដៃម៉ាក់ដួលនេះចុះឥឡូវធ្វើការអីក៏មិនកើតដែរត្រូវការអ្នកថែទាំអូហូម៉ាក់ទៅជាយ៉ាងម៉េចហ្នឹងដួលមែនទេបែបនេះធ្ងន់ធ្ងរហើយសៀវអៀនម៉ាក់ចង់មកស្នាក់នៅទីនេះមួយរយៈចាំដៃជាសេះស្បើយចាំម៉ាក់ត្រឡប់ទៅវិញពួកកូនជួយថែទាំម៉ាក់បន្តិចទៅម៉ាក់មើលពួកកូននេះចុះគ្រូពេទ្យប្រាប់ថាកូនក្នុងផ្ទៃមិនសូវរឹងមាំទេត្រូវតែសម្រាកឲ្យបានច្រើនក្នុងផ្ទះមិនអាចមានសភាពរំខានបានទេពិតជាមិនបានទេម៉ាក់មែនហើយសុខភាពសៀវអៀនថ្មីនេះមិនសូវជាល្អប៉ុន្មានទេម៉ាក់សូមម៉ាក់យកចិត្តកូនផងម៉ាក់វៃឈៀងមិនទាន់មានកូនមិនមែនឬផ្ទះគេស្ងប់ស្ងាត់ល្អម៉ាក់ទៅនៅទីនោះមិនស្រួលជាងឬរឿងវៃឈៀងច្បាស់ជាគ្មានបញ្ហាទេគេជាកូនកតញ្ញូជាងគេបំផុតទៅវិញចុះឈរនៅទីនេះក៏គ្មានប្រយោជន៍ដែរយ៉ាងម៉េចហើយកូនកតញ្ញូណាស់មែនទេអូម៉ាក់ប៉ាមកដល់ហើយរហ័សចូលមកក្នុងមកពួកយើងទើបតែនឹកដល់ម៉ាក់ប៉ាអំបញ្ញមិញនេះលីហ្វាដៃម៉ាក់គាត់រងរបួសធ្វើដំណើរមិនសូវស្រួលទេចង់មកស្នាក់នៅផ្ទះយើងមួយរយៈឲ្យពួកឯងជួយមើលថែគាត់ផងម៉ាក់មកមិនចំពេសោះផ្ទះយើងកំពុងតែជួសជុលសុទ្ធតែធូលីដីនិងគ្រឿងឈើពេញផ្ទះម៉ាក់ដៃឈឺបែបនេះមកនៅទីនេះវាមិនពិបាកទេជួសជុលផ្ទះញ៉ៃណាស់ចុះបើម៉ាក់ត្រឡប់ទៅផ្ទះជាមីងវិញទៅផ្ទះគេធំទូលាយទោះជាស៊ីវយ៉ាន់កំពុងពោះតែគេមានអ្នកជួយការងារផ្ទះឬមិនអញ្ចឹងទៅរកហ្វាងទៅយ៉ាងណាក៏នាងមិនបានចែកលុយដែរឲ្យនាងបានបំពេញកាត់ប្រកិច្ចខ្លះទៅវិញចុះនៅទីនេះគ្មានអ្វីត្រូវនិយាយទៀតទេពួកគេមិនត្រូវការម៉ាក់ទៀតហើយមែនទេបន្ទាប់ពីចែកលុយ3លាននោះទៅអ្វីដែលទទួលបានគឺទ្វារពីបិទចិត្តទៅចុះនៅមានកន្លែងមួយទៀតដែលយើងអាចទៅបានម៉ាក់ដៃម៉ាក់កាត់អីហ្នឹងរបួសតាំងពីពេលណាឈឺទេបានរងរបួសត្រឹមត្រូវទេហ្វាងដៃម៉ាក់ឯងត្រូវសម្រាប់ព្យាបាលពី3ខែណោះរឿងរ៉ាវក្នុងជីវភាពរាល់ថ្ងៃត្រូវការមនុស្សជួយច្រើនណាស់ពុកចង់សួរថាពួកយើងអាចស្នាក់នៅទីនេះមួយរយៈបានទេប៉ាន់ស៊ីត្រូវតែនៅទីនេះហើយរឿងនឹងចាំបាច់ត្រូវសួរទៀតឬម៉ាក់ចូលមកខាងក្នុងមកកូននឹងមើលថែម៉ាក់ផ្ទាល់ហ្វាងកាលពីមុនម៉ាក់ពិតជាធ្វើមិនល្អចំពោះកូនមែនលុយមួយកញ្ចប់នោះម៉ាក់មិនបានឲ្យកូនទេម៉ាក់រឿងនឹងវាកន្លងផុតទៅហើយកុំនិយាយអីចូលមកខាងក្នុងមកនេះជាផ្ទះរបស់ម៉ាក់ណាម៉ាក់មកហើយចូលមកកូនទើបតែរៀបចំបន្ទប់ទទួលភ្ញៀវរួចរាល់ពុកម៉ាក់ស្នាក់នៅទីនេះជាមួយពួកយើងទៅហ្វាងមើលថែខ្ញុំហើយក៏មើលថែពុកម៉ាក់ដែរមិនបាច់បារម្ភទេក្មេងម្នាក់នេះចរិតគឺបែបនេះតាំងពីតូចមកម៉ាក់អង្គុយសម្រាកសិនទៅណាកូនទៅរៀបចំរបស់ខ្លះឲ្យម៉ាក់ហ្វាងជាក្មេងដែលមិនដែលទទួលបានលុយមួយកាក់ពីម៉ាក់សោះតែក្នុងចិត្តមិនដែលគុំគួនម៉ាក់ម្ដងណាឡើយក្មេងល្អបែបនេះរកឯណាក្នុងលោកនេះបានទៀតម៉ាក់កូនធ្វើម្ហូបឆ្ងាញ់ឲ្យម៉ាក់ញ៉ាំណាអាកាសធាតុក្តៅបែបនេះអ្នកច្បាស់ជាពិបាកខ្លួនហើយអាកាសធាតុក្តៅខ្លាំងបែបនេះធ្វើឲ្យខ្លួនប្រាណមិនស្រួលសោះអ្វីក៏មិនចង់ញ៉ាំដែរក្នុងមាត់ល្វីងខ្លាំងណាស់នឹងជាលុយកាក់ដែលប៉ានឹងម៉ាបានសន្សំពេញមួយជីវិតកូនយកវាទៅចុះ3លានកាលពីឆ្នាំនោះប៉ាមិនបានឲ្យកូនមួយកាក់សោះលុយនេះចាត់ទុកថាជាការសងជំងឺចិត្តកូនទៅចុះប៉ាយកវាត្រឡប់ទៅវិញទៅប៉ានឹងម៉ានៅមានជីវិតហើយព្រមមកនៅជាមួយកូននោះវាមានតម្លៃជាងអ្វីទាំងអស់លុយនោះប៉ាទុកសម្រាប់ចាយវាខ្លួនឯងទៅកូនមិនត្រូវការទេពួកកូននឹងដើរវៃរស់នៅបានយ៉ាងល្អហើយម៉ាសុំទោសកូនកាលពីអតីតកាលប៉ុន្មានឆ្នាំមកនេះកូនតែងតែល្អបំផុតចំពោះម៉ាមិនមែនម៉ាមិនដឹងទេគឺម៉ាទេដែលសុំទោសកូនមិនអីទេម៉ាយើងចាប់ផ្ដើមជីវិតថ្មីល្អនឹងគ្នាចាប់ពីពេលនេះទៅយើងនឹងរស់នៅឲ្យបានល្អពួកកុំបារម្ភអីពួកយើងរកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯងយ៉ាងមានក្តីសុខមិនត្រូវការលុយពីអ្នកណាម្នាក់ឡើយពួកយើងពិតជាមានកំហុសចំពោះកូនម្នាក់នេះណាស់ការនោះចែកលុយគ្នាមិនបានចែកឲ្យខ្ញុំ1សេនឡើយខ្ញុំមិនខ្វល់ទេម៉ាក់ព្រមមកនៅជាមួយខ្ញុំក៏សប្បាយចិត្តដែរអ្នកទាំងអស់គ្នាគិតថាអ្វីដែលខ្ញុំធ្វើនេះវាមានតម្លៃដែរឬទេ